សួស្តីបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃហ្នឹងធ្វើវីដេអូរបៀបចុះឈ្មោះ BC Game អញ្ចឹងដំបូងយើងត្រូវរើស Gmail យើងមុនសិនចូលទៅកាន់ app Gmail បន្ទាប់មកចូល Gmail ហើយបន្ទាប់មកទៀតយើងមើលកន្លែង profile នេះដោយសារអ្នកខ្លះគាត់មាន Gmail ច្រើនអញ្ចឹងខ្ញុំប្រើ Gmail មួយនេះឬអ្នកគ្នាអាចប្រើ Gmail ណាផ្សេងអ្នកគ្នាគាត់អាចចុចលើ Gmail ហ្នឹងទៅគឺ Gmail រងចាំសម្រាប់ការបង្កើត account nàyទៅលើ BC Game ជាមួយ BC Game អញ្ចឹងឥឡូវខ្ញុំយក Gmail ខ្ញុំមួយនេះហើយបន្ទាប់មកអ្នកគ្នាអាចពិនិត្យមើលមួយទៀតគឺកន្លែងនេះកន្លែង track 3អ្នកហើយត្រូវចេះ Gmail គេដាក់ថា all inbox សារមាន2ជួនកាលសារលោតចូល all inbox ហ្នឹងទាំងអស់ហ្នឹងហ្មងឃើញអត់ឲ្យថាសារណាលោតថ្មីគឺវាចេញកម្ៅអញ្ចឹងហើយយើងមើលម៉ោងមើលនាទីផងផ្ទៀងជាមួយនឹងពេលវេលាយើងនេះតើសារលោតមកថ្មីហ្នឹងវាត្រូវគ្នាជាមួយនឹងអ្វីដែលយើងregister ហ្នឹងទៅឃើញលេខកូដអីចឹងណាហ្នឹងហើយអញ្ចឹងវាចូលកន្លែងall inbox ហ្នឹងមួយហើយពេលខ្លះសារនៃខ្លះវាចូលទៅក្នុង spam អ្នកគ្នាមើលកន្លែង spam នេះផងណាហ្នឹងហើយជួនកាលវាចូលក្នុង spam ហ្នឹងហ្មងអូខេអញ្ចឹងខ្ញុំចូលទៅកាន់ all inbox សិនអញ្ចឹងអានេះខ្ញុំប្រហើបតាក់ទងមួយការពិនិត្យមើលសារដែលគេចូលក្នុង Gmail របស់យើងណាមើលកន្លែងណាទី1មើល all inbox ទី2មើលកន្លែង spam ណាអូខេឥឡូវខ្ញុំចូលទៅកាន់ Telegram បន្ទាប់មកទៀតខ្ញុំចុចលើ link ដែលគេបោះឲ្យនេះអត់តចុចទេខ្ញុំបានតែ save Gmail ទុកហើយអញ្ចឹងខ្ញុំ copy Gmail នឹងបដៅហើយបន្ទាប់មកខ្ញុំ copy ហើយបន្ទាប់មកទៀតខ្ញុំចុចលើ link ហ្នឹងនេះ link QQ ហ្នឹង BC Game ហ្នឹងហើយកតុយគឺលេខ ID វានេះ I វះពោះ S 6DB TWAD N អាហ្នឹងគឺជាលេខ ID របស់គេដែលគេបោះឲ្យខ្ញុំអញ្ចឹងខ្ញុំចុចលើហ្នឹងមួយមកចុចលើ link ហ្នឹងមកព្រោះដៃខ្ញុំបាន copy Gmail ហើយអត់មានទៅប្លុកកន្លែងផ្សេងទេអូខេបន្ទាប់មកខ្ញុំចុច link ហើយណាឈប់ឲ្យវាដាក់អស់សិនភាសាខ្ញុំអត់ទាន់download ដល់ឡើងអីទេវាចេញផ្ទាំងហ្នឹងក៏ចេញទៅយើងវាចេញវាពីឆ្វេងមកស្ដាំមកបន្ទាប់មកឃើញខ្ញុំចុចខ្វាយមកនេះលោតទៅឃើញខ្វាយសិនមកអូខេរកមកពាក្យsign up ច្រឡំអ្នករកមកពាក្យ sign up ហ្នឹងមកហើយបន្ទាប់មកខ្ញុំប្រើ Gmail ខ្ញុំអត់ប្រើ phone ទេ phone វាអញ្ញារឿងចេញទៅក្រៅប្រទេសអីខ្ញុំពិបាកវាផ្ញើលេខកូដអីវាពិបាកចឹងខ្ញុំចុចemail វិញខ្ញុំចុះឈ្មោះតាមរយៈ email វិញណាអូខេផាសមកហើយកន្លែងនេះយើងមើលទៅលើ password នេះកន្លងទី2នេះ login password ឃើញភ្នែកឯងចឹងអាចបិទយើងអាចបើកបានតែខ្ញុំបើកទៅពួកឯជា account ខ្មោចតែខ្ញុំបង្កើតទេអូខេចូលទៅដាក់ ABC ចាំបើកទៅសិនចេះដាក់ទៅ ABC D តមកដាក់អីគេ1 2 3 4 5 6 7 8ហើយអាត្រង់ជូកដុល្លារចេះដាក់ទៅចេះដៃដាក់ទៅហើយអ្នកគ្នាឃើញចឹងខ្លាចភ្លេចអ្នកគ្នាថត screen មួយឬក៏សេដាក់ទុកទៅសភៅមួយមកឲ្យបាត់ណាអូខេអញ្ចឹងអ្នកគ្នាឃើញទេទៅសេវាមានអក្សរមានលេខមានសញ្ញាបញ្ញាធ្វើម៉េចឲ្យតែមានឬក៏សញ្ញាបញ្ញាមុនលេខមុនក៏បានធ្វើម៉េចឲ្យតែមានច្រឡំលាចូលគ្នាអញ្ចឹងវាចេញពណ៌ខៀវមានថា secure strong ហើយណាបន្ទាប់មកអ្នកគ្នាឃើញនេះលេខកូដអ្នកណែនាំយើងអ្នក refer អ្នកណែនាំណាហើយបន្ទាប់មកឃើញប្រអប់ជ្រុងពណ៌ខៀវនេះចុចអាហ្នឹងមួយមកហើយបន្ទាប់មកចុច sign up មកឃើញទេចុចឈ្មោះមកអូខេបើអ្នកគ្នាចង់ save អ្នកគ្នាអាច save បានណាហ្នឹងហើយចង់ save ទៅតែខ្ញុំអត់ save ទេ save មានថាទាំង ID password វាជាប់លើហ្នឹងហ្មងឃើញណាអត់តោះឥឡូវខ្ញុំ save មួយសិនតោះ save អ្នកគ្នាមើលមួយអូខេហើយបន្ទាប់មកយើងហើយណាហើយបន្ទាប់មកយើងចុចកន្លែងថ្មីចុចកន្លែងថ្មិញក្រ3នេះមកហើយបន្ទាប់មកយើងអានេះ Android ចុច install app តែសាក់ទូរស័ព្ទខ្ញុំ Oppo ចុច install មកហើយចុច install មក install វាដាក់នៅលើនេះហ្មងឃើញទេវាពងនេះ install សិនអូខេអញ្ចឹងអ្នកនរទៅមើលនៅកន្លែងនេះតើវាមកនៅវាតមកវាក៏ដែរនេះវាដាក់ថាអ្នកគ្នាយកដៃទៅលើប៉ះនៅលើទូរស័ព្ទយើងណាអេក្រង់ទូរស័ព្ទយើងអស់ពីលើចុះក្រោមមកអ្នកនរគ្នានឹងឃើញវាដាក់ថា BC Game app install នេះឃើញរូបច
ជាន់ទី1ហ្នឹងឯងឃើញ logo វាហ្នឹងថា install app ហើយមួយទៀតវាក៏បានផ្ញើសារទៅកាន់ Gmail វិញ BC Game Support នេះវាឲ្យយើង verify ណាអូខេអញ្ចឹងឥឡូវវា download ចេញមកនៅនៅឯចាំមើលមកសបកទៀតនិយាយទៅពេលតែមកសបកគឺវាចេញនេះវាចេញអញ្ចឹងចង់ down ប្រហែលគាត់សារខ្ញុំមាន account មួយឯងចឹងសារខ្ញុំមាន account មួយអញ្ចឹង down មកគឺវាចេញអញ្ចឹងហ្មងអញ្ចឹងរបៀបចុះឈ្មោះហើយនឹងរបៀប download app គេធ្វើបែបហ្នឹងចឹងអ្នកគ្នាមើលមេរៀនហ្នឹងទៅអាចនឹងចេះហើយណាបាយបាយ